រដ្ឋមន្ត្រីថៃមួយរាល់ថ្ងៃនេះឈ្មោះអីសីហាសាគុំកិច្ចកែវនេះដែលវាមកផ្លេចអរិយធម៌ខ្មែរពីសម័យបុរាណហ្នឹងមិនមែនជារបស់ផ្ដាច់មុខរបស់ជនជាតិខ្មែរទេណាពីព្រោះអីវាមាននៅសល់នៅប្រទេសថៃសប្តាហ៍ថ្ងៃនេះមានផតាំងនៅឡាវនៅវៀតណាមនៅអីឥណ្ឌូនេស៊ីម៉ាឡេស៊ីអីណាទៀតនោះអានោះរដ្ឋមន្ត្រីគេថាអញ្ចឹងគេចោទយើងអញ្ចឹងហ្នឹងយើងត្រូវចងចាំទាំងអស់គ្នាណាកុំភ្លេចឲ្យសោះថាការដែលវានិយាយអញ្ចឹងគឺជាផុសតាងបញ្ជាក់ថាវាបានឈ្លានពានហែកស្រុកខ្មែរចែកគ្នាទៅតាមទាំងអស់គ្នាហ្នឹងហើយពីព្រោះប្រាសាទទាំងអស់ហ្នឹងជាផុសតាងនៃអរិយធម៌របស់ខ្មែរពីអតីតកាលហ្នឹងវាអត់មានជើងដើរទៅនៅដីវាទេខ្មែរយើងកសាងនៅកន្លែងណាវានៅកន្លែងនោះជាប់រហូតហើយណាអាហ្នឹងជាការបំភ្លៃឲ្យសូមចងចាំឲ្យច្បាស់ហើយចំណុចសំខាន់មួយទៀតហ្នឹងគឺដើម្បីឲ្យច្បាស់អញ្ចឹងតើយើងខំប្រឹងរៀនខំរៀនខំរៀនខំសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រឲ្យបានច្បាស់ក្នុងកលៈទេសៈពេលនេះគឺតើមុខវិជ្ជាប្រវត្តិវិទ្យានឹងសំខាន់ប៉ុណ្ណាដែរសម្រាប់ប្រទេសជាតិយើងគ្រូបាទសំខាន់ដើម្បីយើងដឹងថាខ្លួនយើងមកពីណាហើយយើងបាត់បង់ស្អីខ្លះដោយសារពួកចោលឈ្លានពាននៅជុំវិញស្រុកយើងហ្នឹងណាហើយគេក៏ខំប្រឹងកំពុងតែបំភ្លៃប្រវត្តិសាស្ត្រយើងបាទទៅជារបស់គេឬក៏ទៅជារបស់អនាគត